រាល់ថ្ងៃស្នានឹងស្នាយតែងទៅខ្វៀលគោនៅឯវាលឆ្ងាយពីផ្ទះជាទម្លាប់ស្នាតែងដាក់ទឹកឆ្អិនក្នុងដបយកទៅផឹកចំណែកស្នាយពេលស្រេកទឹកគេចុះទៅក្បង់ទឹកត្រពាំងផឹកពេលត្រឡប់មកផ្ទះវិញស្នាយចុកពោះរាកយ៉ាងខ្លាំងការផឹកទឹកក៏ខ្វក់នាំឲ្យកើតជំងឺអនាម័យនាំឲ្យមានសុខភាពល្អសំណួរ1តើពេលទៅខ្វៀលគោស្នាយយកទឹកអ្វីទៅផឹកពេលទៅខ្វៀលគោស្នាយមិនបានយកទឹកទៅផឹកទេគាត់ចុះក្បង់ទឹកត្រពាំងផឹក